Today's psalm talks about slugs and arrows. Let's find out what it's about. ថ្ងៃនេះទំនុកដំណើរដែលយើងនឹងអានជាមួយគ្នានិយាយអំពីព្រួញហើយនឹងខ្យងថាតើយើងទៅមើលថាព្រះអង្គមានប្រាប់ទូអ្វីអំពីកិច្ចការទាំងពីរនេះ Hi, this is Pise. សួស្តីនេះអ្នកគ្រូ Cindy And today we're reading Psalm 58. ថ្ងៃនេះយើងអានទំនុកដំណើរជំពូកទី 58 And we're going to read part of 7 and part of 8. យើងអានខ 7 ពាក់កណ្ដាលនិងខ 8 ពាក់កណ្ដាល David wrote this when he was very angry at some people who were being enemies of his. ព្រះបាទដាវីតសរសេរជំពូកមួយនេះនៅពេលដែលព្រះអង្គកំពុងតែជួបទុក្ខលំបាកខ្លាំងមែនទែនជាពិសេសគឺខ្ញុំជឿថាព្រះអង្គកំពុងតែខឹងជាមួយនឹងសត្រូវដែលកំពុងតែតាមសម្លាប់ព្រះអង្គតែម្ដង He says, "May their arrows be like headless shafts, and may they like a slug move along in slime." កាលណាគេតម្រង់ព្រួញរបស់គេសូមឲ្យព្រួញទាំងនោះបាក់បែកទៅសូមឲ្យគេបានដូចជាខ្យងក្តក់ដែលរលាយទៅជាភក់ Now, this might be a great prayer if we're finding ourselves in spiritual warfare. ខ្ញុំជឿថាខមួយនេះគឺជាខដែលយើងយកទៅអធិដ្ឋានបានល្អមែនទែនជាពិសេសគឺនៅពេលដែលយើងកំពុងតែស្ថិតនៅក្នុងសង្គ្រាមខាងវិញ្ញាណ Because the Bible pictures him as an enemy that shoots fiery darts at us. ព្រះគម្ពីរក៏បានប្រាប់យើងទៀតថាសត្រូវវាបាញ់ព្រួញភ្លើងមកវាមកកាន់ជីវិតរបស់យើងដើម្បីបំផ្លាញដើម្បីសម្លាប់យើង But as we put up our shield of faith and cry out to the Lord takes away the tips of the arrows. អញ្ចឹងនៅពេលដែលយើងដាក់ខែលនៃជំនឿរបស់យើងដើម្បីការពារយើងចេញពីព្រួញភ្លើងរបស់មារហើយយើងទូលអង្វរយើងស្រែកទៅកាន់ព្រះអង្គសូមឲ្យព្រះអង្គជួយជាពេលដែលព្រះអង្គនឹងការពារយើងចេញអំពីព្រួញភ្លើងទាំងអស់នោះ Headless arrows have no way of gaining entrance into our lives. អញ្ចឹងព្រួញដែលព្រះបាទដាវីតចែងកន្លែងនេះគឺជាព្រួញដែលគ្មានក្បាលអញ្ចឹងព្រួញដែលគ្មានក្បាលវានឹងមិនអាចបាញ់ចូលទម្លុះរូបកាយរបស់យើងទេ We know that the enemy lies, deceives, tricks and tempts us. He always has, he always will. យើងដឹងថាមារវាមកដើម្បីតែជាកុហកសម្លាប់ហើយបំផ្លាញដូច្នេះពីមុនក៏វាធ្វើអញ្ចឹងឥឡូវក៏វាធ្វើអញ្ចឹងអនាគតវានឹងប្រើយុទ្ធសាស្ត្រនេះដដែលដើម្បីបំផ្លាញជីវិតយើងដូចគ្នា But like David, we can pray that the Lord would break the tips of those arrows off. ប៉ុន្តែដោយព្រះបាទដាវីតយើងអធិដ្ឋានសូមឲ្យព្រះអង្គបានកាច់ក្បាលព្រួញរបស់មារដែលវាបាញ់តម្រង់មកកាន់យើង And as we raise our shield of faith, the fiery darts will bounce off. ហើយនៅពេលដែលយើងលើកខែលនៃជំនឿរបស់យើងដើម្បីការពារខ្លួនយើងគឺជាកន្លែងដែលព្រួញវានឹងមិនអាចចូលមកកាន់យើងបានទេ And the fiery darts of the enemy will become powerless. ហើយព្រួញភ្លើងរបស់មារនឹងគ្មានអំណាចនឹងបំផ្លាញឬក៏សម្លាប់យើងបានទេ And then he talks about this snail, this slimy snail. ហើយបន្តមកទៀតព្រះបាទដាវីតក៏បានសរសេរទុកឲ្យយើងអំពីខ្យងក្តក់ He talks about how it dissolves into slime and becomes nothing. ហើយបន្តមកទៀតខ្យងមួយនេះវានឹងរលាយបាត់ទៅ That's a great picture because Jesus has called us to be salt. អញ្ចឹងពិតជារូបភាពមួយដែលល្អមែនទែនដោយសារតែព្រះយេស៊ូវព្រះអង្គត្រាស់ហៅយើងឲ្យជាអំបិល And a snail's worst enemy is salt ហើយសត្រូវរបស់សត្វខ្យងគឺជាអំបិល because it melts them. ដោយសារតែពេលដែលយើងដាក់អំបិលទៅកាន់ខ្យងវានឹងធ្វើឲ្យខ្យងរលាយ So this week, let's be so salty that we turn the enemy into slime. អញ្ចឹងសូមឲ្យសប្តាហ៍នេះជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំដូចគ្នាដែរឲ្យជីវិតយើងកាន់តែប្រៃដើម្បីធ្វើឲ្យសត្រូវដែលប្រៀបបាននឹងខ្យងក្នុងរូបភាពកន្លែងនេះវានឹងរលាយដោយសារតែអំបិលជាតិប្រៃមួយនេះ And we'll watch him fade away into a pool of mush. ហើយវានឹងរលាយយើងនឹងឃើញវាស្លាប់នៅពីមុខយើងតែម្ដង Let's pray. តោះយើងអធិដ្ឋាន Lord, I remember this simple truth that you can easily turn the enemy's fiery darts into headless arrows. បងឲ្យគុណអរព្រះគុណទ្រង់សម្រាប់សេចក្តីពិតមួយនេះព្រះអង្គដែលនិយាយអំពីព្រួញភ្លើងរបស់មារដែលវាគ្មានអំណាចដែលវាគ្មានក្បាលនឹងអាចចាក់ទម្លុះបំផ្លាញកូនបានសោះឡើយ I'm thankful, Lord, that I can ask for help when I'm under attack and when I'm being tempted. កូនអរព្រះគុណព្រះអង្គដែលកូនអាចស្រែករកជំនួយពីព្រះអង្គបាននៅពេលដែលកូនកំពុងតែជួបការលបួងឬក៏ការវាយប្រហាររបស់មារនៅលើជីវិតរបស់កូន And I believe you will delight to see those headless arrows miss their mark and bounce off to the ground. ហើយកូនជឿថាព្រះអង្គសពហាតីនៅពេលដែលព្រះអង្គឃើញយើងចេះប្រើខែលរបស់យើងដើម្បីការពារខ្លួនហើយព្រះអង្គឃើញអំពីព្រួញភ្លើងរបស់មារវាគ្មានអំណាចនៅលើជីវិតរបស់កូន Lord, I want to be saltier. ព្រះអង្គឲ្យសូមជួយកូនឲ្យកូនកាន់តែប្រៃ I declare today I will be salty, saltier than I was before. កូនប្រកាសថាកូនជីវិតរបស់កូនរបៀបរស់នៅរបស់កូនទាំងអស់គ្នានឹងកាន់តែប្រៃទៅ And
In fact, so salty that I will see the enemy melt in fear. ប្រៃរហូតដល់យើងបានឃើញអំពីសត្រូវរបស់យើងវារលាយដូចខ្យងដែលត្រូវអំបិល In Jesus' name, amen. ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងអធិដ្ឋានអាមែន